អ្នកទាំងអស់គ្នាក្នុងវីដេអូមួយនឹងខ្ញុំនឹងបានយ៉ាងពីរឿងខ្មោចមួយដែលកើតឡើងនៅកោះបាលីប៉ុន្តែតាក់ទងទៅនឹងផ្ទះលេខ2ដែលសាររឿងហ្នឹងកាលពីដើមឆ្នាំគឺល្បីខ្លាំងទៅនៅផ្ទះលេខ2ដែលជា YouTuber ជាមួយនឹងគ្រូមើលស្លឹកបៀម្នាក់ពីរអ្នកគាត់ជាពួកម៉ាក់គ្នាហើយពីរអ្នកគាត់ជាជនជាតិនៅផ្ទះលេខ2នឹងតែម្ដងអ្នកទាំងអស់គ្នាហើយរឿងហ្នឹងគឺល្បីខ្លាំងមែនតើអញ្ចឹងខ្ញុំនឹងយកមក recap ខ្លះតាមដែលខ្ញុំបានស្ដាប់ចៃអ្នកគ្នាបានដឹងគឺកាលពីប្រហែលឆ្នាំមុនរបៀបទៅតែចុងឆ្នាំមុននឹងឯងពួកគាត់ពីរនាក់ទៅលេងកោះបាលីជាមួយគ្នាហើយទៅគេងនៅអូតែលមួយនៅក្នុងអូតែលហ្នឹងគឺមានខែ2អញ្ចឹងពួកគាត់គេម្នាក់មួយប៉ុន្តែពួកម៉ាក់គាត់ដែលជាគ្រូមើលបៀហ្នឹងអាចមានវិញ្ញាណពិសេសដែលរបៀបតាក់ទងជាមួយនឹងរឿងខ្មោចបាននិយាយមកទៅអាចលក្ខណៈថានិយាយជាមួយខ្មោចឃើញខ្មោចអីចឹងទៅនៅពេលដែលពួកគាត់យប់ដំបូងពួកគាត់គេងនឹងខ្ទង់ជាម៉ោង3ម៉ោង4ពួកម៉ាក់គាត់ដែលជាគ្រូមើលបៀហ្នឹងត្រូវបានខ្មោចលងហើយខ្មោចនឹងលងគាត់ជាលក្ខណៈរៀងស្ដាប់មើលទៅរៀងប្លែកដែរនិយាយថាខ្មោចនឹងគឺចេញពីក្នុងភួយដែលគាត់ពងតដបនឹងហ្មងចេញពីក្នុងភួយមកហើយមុខគឺទល់មុខគាត់ហ្មងហើយខ្ញុំដាក់គាត់ហើយនិយាយថាសុំគេងដែរហើយបន្ទាប់ពីសុំគេងដែរហ្នឹងគឺខ្មោចស្រីហ្នឹងណាខ្មោចស្រីខ្មោចសិល្បៈហ្នឹងណាគឺដាក់ក្បាលគេងលើស្មាគាត់ហ្មងហើយគេបានមកស្ទុះគឺខ្មោចស្រីគឺទៅរំពេញកតុបហ្មងដែលធ្វើឲ្យពួកម៉ាក់គាត់ដែលត្រូវជួបខ្មោចហ្នឹងណាគឺគេបានមកយប់ហ្នឹងហ្មងហើយគាត់ហ៊ានយករឿងហ្នឹងទៅប្រាប់ពួកម៉ាក់គាត់ដែល YouTuber ហ្នឹងឲ្យដឹងឯងរហូតចូលមកយប់ទី2ពួកគាត់ដើរលេងក្នុងក្រៅធម្មតាហើយពួកគាត់បានត្រឡប់មកដល់បន្ទប់គេហ្នឹងខ្ទង់ជាម៉ោង10 11យប់ស្រាប់តែពួកម៉ាក់គាត់ដែលជាគ្រូមើលបៀត្រូវបានខ្វល់លងពីម្សិលមិញហ្នឹងណានិយាយប្រាប់ពួកម៉ាក់គាត់ម្នាក់ទៀតដែលជា YouTuber ហ្នឹងថាដេកមុនហើយទៀតវាមកទៀតឡើយហើយព្រោះគាត់ដឹងថាខ្មោចតែងតែបង្ហាញខ្លួននៅម៉ោងដដែលដែលណាវាប្រហែលយើងឃើញហើយម៉ោង3យប់គឺជាម៉ោងដែលខ្មោចនឹងចេញមកលងបន្ទាប់មកគាត់និយាយពាក្យថាដេកមុនហើយទៀតវានឹងមកទៀតហើយដែលធ្វើឲ្យពួកម៉ាក់គាត់ម្នាក់ជា YouTuber គាត់ឆ្ងល់មែនតើវាថាមិនបានសុកមិននិយាយពាក្យហ្នឹងវាអញ្ចឹងហ៎ហើយទៅគាត់ក៏បានគេងខ្ទង់ប្រហែលជាម៉ោង3ដដែលពួកម៉ាក់គាត់ត្រូវខ្មោចលងម្ដងទៀតម្នាក់ដែលត្រូវខ្មោចលងកាលពីម្សិលមិញណាត្រូវខ្មោចលងម្ដងទៀតហើយគាត់បានដាស់ពួកម៉ាក់គាត់ជា YouTuber នៅឲ្យភ្ញាក់នៅពេលដែលពួកម៉ាក់គាត់ជា YouTuber ភ្ញាក់គឺពួកម៉ាក់គាត់ជា YouTuber ឃើញសភាពពួកម៉ាក់គាត់ហ្នឹងគឺគួរឲ្យខ្លាំងមែនតើរបៀបភ័យញ័រអង្គុយនៅក្បាលខែរបៀបថារបៀបជេរបចោហ្មងរបៀបជេរបចោហ្មងដល់ទៅហើយទៅគឺពួកគាត់ហ៊ានគេងឯងពួកគាត់ដឹងថាពួកម៉ាក់គាត់ត្រូវខ្មោចលងឯងអញ្ចឹងទៅអត់នាំគ្នាគេងឯងចុចទូរស័ព្ទរៀងខ្លួនប៉ុន្តែពួកម៉ាក់គាត់ដែលមើលស្លឹកបៀត្រូវខ្មោចលងពីម្សិលមិញហ្នឹងណាពេលដែលចុចលេងទូរស័ព្ទហ្នឹងគឺឃើញដៃខ្មោចស្រីលបាំពីម្សិលមិញចេញមកទៀតចេញមកពីក្រោមខែម្ដងហើយគឺចាប់ដៃរបស់គាត់ហ្នឹងណាបបួលមកទៅហើយពួកម៉ាក់គាត់ដែលគ្រូស្លឹកបៀហ្នឹងណាគ្រូមើលបៀហ្នឹងណានិយាយថាអត់ទៅហ្មងតបមកគាត់ថាមកទៅរហូតដល់របៀបស្រែកខ្លាំងថាអត់ទៅបានខ្មោចនឹងប្រឡែងដៃហើយអញញឹមទៅបាត់ទៅខ្ញុំព្រឺបល់ហ្នឹងហើយហើយបានពួកគាត់សម្រេចថាគាត់ឈប់ស្នាក់នៅអូតែលហ្នឹងហើយគាត់ចាំរហូតដល់តែថ្ងៃរះបានគាត់ឈប់គេងនៅអូតែលហ្នឹងហើយរឿងហ្នឹងគាត់បានចែកចាយនៅក្នុងកម្មវិធីរឿងខ្មោចដែលគាត់ទេចូលបបវិសុហើយពួកម៉ាក់គាត់ដែល YouTuber ហ្នឹងក៏បានយករឿងហ្នឹងទៅនិយាយនៅក្នុង channel TikTok ដែរហើយរឿងហ្នឹងគឺដើមឆ្នាំ2025គឺល្បីមែនតើនៅតែលេខ2ហើយនេះគឺជាអីដែលខ្ញុំបាន recap ខ្លះយកមកប្រាប់អ្នកនរគ្នាដឹងពីហេតុការណ៍ដែលពួកគាត់បានជួបខ្មោចលងនៅតែនៅកោះបាលីហើយតែខ្ញុំដឹងគឺលើកគេនិយាយគ្រប់គ្នាថាកោះបាលីហ្នឹងគឺសាហាវមែនទេ